អ្វីដែលខ្ញុំតែងតែអនុវត្តធ្វើឲ្យ page យើងឡើងហ្នឹងគឺការធ្វើជាប្រចាំថ្ងៃដូចខ្ញុំលើកឡើងពីមុនអញ្ចឹងខ្ញុំតែងតែធ្វើវាឲ្យកើតជាទម្លាប់ដូចយើងព្រឹកឡើងយើងត្រូវតែងូតទឹកដុសធ្មេញអញ្ចឹងការធ្វើវីដេអូដូចគ្នាព្រឹកឡើងគឺថាធ្វើម៉េចឲ្យតែមានវីដេអូប៉ុន្តែមិនមែនថាធ្វើឲ្យតែបានទេសម្រាប់បងប្អូនដែលចង់ចាប់ផ្ដើមផលិតមាតិកាអេពីសូតមួយនេះគឺសម្រាប់បងប្អូនតែម្ដងដោយសារតែវាគ្មិនរបស់យើងគាត់ជាអ្នកដែលមានបទពិសោធន៍ច្រើននៅលើបណ្ដាញសង្គមហើយបច្ចុប្បន្នគាត់ជាអ្នកផលិតមាតិកាមួយរូបដែលមានប្រជាប្រិយភាពផងដែរហើយថ្ងៃនេះគឺយើងបានអញ្ជើញគាត់មកចូលរួមនៅក្នុងអេពីសូតនេះហើយយើងនឹងច្បិចឬក៏ទាញយកនៅចំណេះដឹងជាច្រើនបទពិសោធន៍ផ្សេងៗដែលគាត់បានឆ្លងកាត់នៅក្នុងការផលិតមាតិការបស់គាត់កុំឲ្យខាត់ពេលយូរយើងជួបជាមួយនឹងសក្តាបាទងាយស្រួលសក្តាបាទអរគុណមែនតើដែលបានចូលរួមអេពីសូតនេះសក្តាសុខសប្បាយបាទសុខសប្បាយបងដូចគ្នាបាទមួយរយៈនេះរវល់ច្រើនទេមួយរយៈនេះគួសមដែរបងអូខេមកមធ្យមមកជុំហ្នឹងហើយប៉ុន្តែដូចថ្ងៃមុនដូចឃើញដូឡានដូអីទេហ៎ទៅបាសារ៉េថ្មីអូខេចឹងបានលុយក្រៅដែរអូខេណ៎សក្តាដើម្បីយើងចូលទៅសាច់រឿងយើងតែម្ដងដូចសំមួយដងដែរគឺវាគ្មិនរបស់យើងគឺបងតែងតែចង់ដឹងថាគាត់ចាប់ផ្ដើមដំណើរផ្សងព្រេងរបស់គាត់នៅក្នុងការផលិតមាតិកាហ្នឹងចាប់ផ្ដើមពីណាទៅហ្នឹងហើយអញ្ចឹងសម្រាប់សក្តាក៏ដូចគ្នាតើសក្តាចាប់ផ្ដើមផលិតមាតិកានេះតាំងពីពេលណាមកបើគិតទៅសម្រាប់ខ្ញុំពេលដែលខ្ញុំចាប់ផ្ដើមបើគិតដល់ឥឡូវវាចូល8ឆ្នាំហើយតែខ្ញុំធ្វើ8ឆ្នាំបាទ8ឆ្នាំអញ្ចឹង2017ខែ2អូដែលខ្ញុំចាប់ផ្ដើមធ្វើដំបូងហ្មងហ្នឹងហើយបាទ2-0ហ្មងបាទ2-0កាលហ្នឹងអត់តន់ធ្វើជាខ្មែរយើងទេខ្ញុំធ្វើជា channel សម្រាប់បរទេសមើលអូខេតែធ្វើនៅលើ YouTube ធ្វើនៅលើ YouTube ព្រោះជំនាន់ហ្នឹង Facebook អត់តន់ដូចឥឡូវទេអូខេអញ្ចឹងកាលហ្នឹងខ្ញុំធ្វើនៅលើ YouTube អូខេពេលហ្នឹងសក្តាកំពុងតែធ្វើការនៅក្នុងផ្នែកអីដែរពេលហ្នឹងកាលហ្នឹងបើគិតទៅខ្ញុំនៅរៀនអត់តន់ចេញធ្វើការអូខេបាទខ្ញុំរៀនបានមួយឆ្នាំហើយបាទខ្ញុំនឹកឃើញមានគេណែនាំព្រោះខ្ញុំចង់ធ្វើតាំងខ្ញុំនៅរៀនប៉ុន្តែដោយសារតែយើងអត់តន់មានបទពិសោធន៍ខ្ញុំសួរអ្នកដែលមុនឲ្យគេថប់ធ្វើពេលអញ្ចឹងគាត់ក៏ណែនាំថាយើងអាចធ្វើទៅយើងអាចរកចំណូលបានខ្លះអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមធ្វើពី2017ខែ2ហ្នឹងមករហូតដល់ឥឡូវអូខេហើយបន្តមកទៀតខ្ញុំធ្វើ page របស់ខ្ញុំ2020អញ្ចឹងបើនិយាយរួមទៅខ្ញុំធ្វើជាឲ្យខ្មែរយើងមើលហ្មង2020អូខេបាទអញ្ចឹងមិញសក្តានិយាយថាសក្តាចាប់ផ្ដើមធ្វើវីដេអូនៅលើ YouTube ហ្នឹងសម្រាប់បរទេសហ្នឹងហើយអញ្ចឹងអាចបញ្យល់ថាតិចបាននេះមូលហេតុអីទើបយើងសម្រាប់ចិត្តថាយើងធ្វើសម្រាប់បរទេសនៅពេលហ្នឹងព្រោះកាលហ្នឹងបើយើងត្រឡប់ទៅឆ្នាំ2017អត់សូវមានអ្នកធ្វើវីដេអូទេអញ្ចឹងបើខ្ញុំគិតទៅលើការដែលគេបើយើងនិយាយចំទៅ sponsor ដែលនៅលើបណ្ដាញសង្គមវាអត់មានផុសដូចឥឡូវទេអញ្ចឹងជំនាន់ហ្នឹងខ្ញុំធ្វើផ្ដោតទៅលើពាណិជ្ជកម្មហ្មងចឹងមានន័យថាធម្មតាបើយើងធ្វើឲ្យបរទេសផ្ទាំងពាណិជ្ជកម្មហ្នឹងវារៀងថ្លៃជាងអូខេបាទអញ្ចឹងខ្ញុំសម្រាប់ចិត្តតែធ្វើសម្រាប់បរទេសតែម្ដងអញ្ចឹងណាអូខេតែពេលដែលសក្តានៅរៀនសាកលវិទ្យាល័យណាពេលហ្នឹងកាលនៅរៀនសាកលហ្នឹងហើយនៅរៀនសាកលរៀនផ្នែកអីដែរកាលហ្នឹងបើគិតទៅខ្ញុំរៀនផ្នែកអក្សរសាស្ត្រអង់គ្លេសអក្សរសាស្ត្រអង់គ្លេសបាទតែជំនាញខ្ញុំធ្វើហ្នឹងគឺខុសគ្នាហ្មងអូខេតែត្រឡប់ទៅមុនហ្នឹងបន្តិចតែដូចសក្តាធ្លាប់មានចិត្តថាចង់ផលិតហ្នឹងតែបងចង់សួរថាពេលហ្នឹងអ្វីដែល inspire យើងថាអូខ្ញុំចង់ចាប់ផ្ដើមធ្វើ YouTube ចាប់ផ្ដើមធ្វើមាតិកាហ្នឹងបើអង្កលបើថាចិត្តដែលចង់ធ្វើវីដេអូដែលគេដូចថាយើងធ្វើជំរុញឲ្យយើងចង់ធ្វើហ្នឹងពីដំបូងដែលខ្ញុំមិននឹងធ្វើវីដេអូហ្នឹងហ្មងខ្ញុំបានមើល YouTube បរទេសច្រើនដោយសារតែខ្ញុំជាអ្នកចូលចិត្តផ្នែកទូរស័ព្ទអូខេអញ្ចឹងតាំងពីខ្ញុំនៅរៀនខ្ញុំតែងតែមើល YouTube តាក់ទងទូរស័ព្ទតាក់ទងបច្ចេកវិទ្យាអីផ្សេងៗទៅលើទូរស័ព្ទណាអញ្ចឹងខ្ញុំឃើញ channel មួយចំនួនដែលគេធ្វើហ្នឹងឃើញគេជោគជ័យនៅលើវិស័យហ្នឹងច្រើនរហូតដល់អ្នកខ្លះគេអាចមានលទ្ធភាពទិញផ្ទះទិញឡានទិញអីចឹងណាអញ្ចឹងគាត់ថាការងារហ្នឹងវាបើគិតទៅវាឯករាជ្យអញ្ចឹងខ្ញុំវាធ្វើឲ្យខ្ញុំចង់ចាប់ផ្ដើមធ្វើហ្មងអញ្ចឹងដល់ពេលមានឱកាសដែលគេណែនាំខ្ញុំធ្វើខ្ញុំចាំធ្វើពីនឹងឯងមករហូតចឹងទៅអូខេ
ពេលដែលចាប់ពីសក្តាចាប់ផ្ដើមហើយរយៈពេលប្រហែលឆ្នាំទើប channel ទី1របស់យើងហ្នឹងអាចនិយាយថាវាចាប់ផ្ដើមឲ្យផលមកឲ្យយើងពេលហ្នឹងយូរដែរព្រោះខ្ញុំឃើញឥឡូវអ្នកដែលគាត់ធ្វើគាត់ឆាប់បានលទ្ធផលណាប៉ុន្តែកាលហ្នឹងខ្ញុំធ្វើចំណាយពេលមួយឆ្នាំបើខ្ញុំបានចំណូលវាដំបូងមកមួយឆ្នាំមួយសឹងតែបើគិតទៅមួយឆ្នាំជាងអូខេហើយកាលហ្នឹងខ្ញុំបើកបានប្រហែលជាតែ100អីតិចតួចតែប៉ុណ្្នឹងទេក្នុងមួយខែណាមួយឆ្នាំហ្នឹងហ្មងអូខេបានតែប៉ុណ្្នឹងទេប៉ុន្តែចំណាយពេលប្រហែលទើបគ្រប់គោលការណ៍ដែលយើងអាចចូល monetization បើគិតទៅខ្ញុំចំណាយពេលចូលកន្លះឆ្នាំទើបគ្រប់បាទទើបគ្រប់គោលការណ៍ហើយបានមិនកន្លះឆ្នាំទេដំបូងចែក YouTube ចំនួនហ្នឹងពេលដែលខ្ញុំបង្កើតមកភ្លាមគឺអាចរកលុយបានហ្មងអត់មានគោលការណ៍អូខេដល់ពេលខ្ញុំធ្វើបានមួយកណាត់ឆ្នាំហ្នឹងស្រាប់តែគេចេញគោលការណ៍ហ្នឹងខ្ញុំដាច់មកវិញដាច់ហើយបើខ្ញុំបន្តធ្វើទៅគ្រប់វិញបានដល់ចំណាយពេលដល់មកចិត្តកន្លះឆ្នាំទៀតបើខ្ញុំបានបើកអញ្ចឹងបើសរុបទៅវាមួយឆ្នាំហើយ100ហ្នឹងអូខេឆ្នាំលើសហើយហ្នឹងហើយឥឡូវតន់តែយើងនិយាយតទៅនឹង YouTube ហ្នឹងបងសួរបន្ថែមតែម្ដងថានៅពេលហ្នឹងសក្តាប្រកាន់គេហៅថាគោលការណ៍ឬក៏ technique អីខ្លះដើម្បី build YouTube channel ហ្នឹងពេលហ្នឹងអាហ្នឹងបើយើងនិយាយទៅវាយើងធ្វើជាទម្លាប់ហ្មងមួយថ្ងៃយើងបោះប្រហែលអីម៉ានបើគិតទៅខ្ញុំកាលហ្នឹងខ្ញុំបើចូលចង់មួយថ្ងៃចង់ចូលចិត្ត10វីដេអូមួយថ្ងៃ10វីដេអូចិត្តមួយថ្ងៃចិត្ត10ដាក់តែមួយវីដេអូប្រហែលនាទីមួយវីដេអូខ្លីៗទេដោយសារតែយើងធ្វើ tip ខ្លីៗអញ្ចឹងណា1នាទី2នាទី3នាទីអស់ច្រើនហើយអូខេបាទអញ្ចឹងយើងធ្វើជាប្រចាំរាល់ថ្ងៃមួយថ្ងៃយើងបោះ2 3អញ្ចឹងណាបើយើងតនេច្រើនយើងដាក់ច្រើនហ្នឹងទៅអូខេបាទពេលហ្នឹងសក្តាប្រើឧបករណ៍អីខ្លះដើម្បីធ្វើកាលដែលខ្ញុំចាប់ផ្ដើមហ្នឹងខ្ញុំមានតែទូរស័ព្ទមួយដើមហើយនឹងមួយដើមទៀតសម្រាប់ថតអញ្ចឹងមានតែ2ដើមឯងហើយថតសលេងអត់ទាន់មានមីក្រូហ្វូនប្រើទេខ្ញុំប្រើអាសលេងចេញមីក្រូហ្វូននៅលើទូរស័ព្ទហ្មងbuilt in ហ្មងបាទដើម្បីស្រូបសលេងអញ្ចឹងសលេងស្ដាប់អត់សូវបានទេប៉ុន្តែចេះតែព្យាយាមធ្វើដោយសារស្រឡាញ់អញ្ចឹងណាបាទអញ្ចឹងពេលហ្នឹងយើងធ្វើ channel បរទេសហ្នឹងយើងនិយាយភាសាបរទេសបាទនិយាយភាសាបរទេសទាំងដែលតង់យើងស្ដាប់អត់សូវបានអូខេប៉ុន្តែយើងខំប្រឹងធ្វើហើយជួនកាលយើងដាក់សលេងទៅអូខេបាទអូខេអញ្ចឹងឥឡូវរហូតទៅដល់ឆ្នាំ2020ទើបយើងចាប់ផ្ដើមធ្វើអាចថា personal របស់យើងបាទធ្វើជាផ្ទាល់ខ្លួនរបស់យើងអូខេកាលឆ្នាំ2020ហ្នឹងគឺយើងធ្វើបើគិតទៅចំចំនួន COVID ហ្នឹងគឺយើងមានពេលច្រើនហ្នឹងហើយក្នុងការធ្វើអញ្ចឹងនៅពេលដែលអូខេអញ្ចឹងមូលហេតុអីពេលហ្នឹងដែលសក្តាចាប់ផ្ដើមធ្វើហ្នឹងគិតថាก่อนហ្នឹងខ្ញុំធ្វើវីដេអូហ្នឹងខ្ញុំស្គាល់ creator ម្នាក់គាត់ធ្វើជាឲ្យខ្មែរយើងមើលធ្វើជាភាសាខ្មែរនិយាយអីហើយលក្ខណៈនៃការគាត់ធ្វើហ្នឹងគឺដូចខ្ញុំដែរគាត់ធ្វើពីកន្លឹះទូរស័ព្ទអីចឹងទៅអញ្ចឹងគាត់ថាសក្តាមិនធ្វើជាខ្មែរឲ្យខ្មែរយើងមើលទៅព្រោះអាចគេចូលចិត្តអ្វីយើងធ្វើអញ្ចឹងខ្ញុំក៏តែអញ្ចឹងខ្ញុំសម្រេចចិត្តថាធ្វើទៅគាត់អាចមានអ្នកដែលគាត់មើលហ្នឹងគាត់ចូលចិត្តអ្វីដែលខ្ញុំធ្វើអញ្ចឹងណាអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើហ្នឹងហើយចៃដន្យជំនាន់ COVID ហ្នឹងគឺតនេមនុស្សគាត់ចាប់ផ្ដើមប្រើប្រាស់ទូរស័ព្ទច្រើនហើយចំពេលដែល Facebook ហ្នឹងគេកែ algorithm របស់គេណាព្រោះពីមុនមកបើយើងគិតទៅ page ដូចបងដឹងអីតើតាអ្នកដែលគាត់ល្បីស្រាប់មិនមានគេចូល live មែនទេបងប៉ុន្តែឥឡូវអត់ទេគឺគាត់ផ្ដោតទៅលើ content ណាគេចាប់អារម្មណ៍វារុញឲ្យអ្នកផ្សេងមើលអញ្ចឹងខ្ញុំគិតថាសំណាងដែលខ្ញុំចាប់ផ្ដើមពេលហ្នឹងគឺពេលដែលមនុស្សលេងទូរស័ព្ទច្រើនចំពេលណាបាទអញ្ចឹងធ្វើឲ្យវីដេអូយើងវាឆាប់ viral អញ្ចឹងវាឡើងលើអូខេបាទអញ្ចឹងពេលហ្នឹងពេលដែលសក្តាចាប់ផ្ដើមធ្វើ content សម្រាប់ខ្លួនឯងពេលហ្នឹងយើងគិតទៅលើចំណុចអីខ្លះវាថាមុននឹងយើងចាប់ផ្ដើមយើងគិតថាយើងចង់ position ខ្លួនឯងជាអ្នកណាឬក៏អីមានគិតទៅលើចំណុចអស់ហ្នឹងចំណុចហ្នឹងខ្ញុំគិតដែរអញ្ចឹងហើយបានជាមូលហេតុដែលខ្ញុំដាក់ឈ្មោះ page ហ្នឹងគឺឈ្មោះខ្ញុំហ្មងដើម្បីថាខ្ញុំធ្វើទៅគេស្គាល់ថាអូអ្នកគាត់ធ្វើពីផ្នែកហ្នឹងគឺគាត់ឈ្មោះហ្នឹងឈ្មោះសក្តាឬក៏អីចឹងតែអញ្ចឹងហើយមួយទៀតហើយកាលនោះពេលដែលខ្ញុំធ្វើ2020ហ្នឹងអាចនិយាយបានថាយើងមានសម្ភារៈខ្លះហើយជាដើមទុនដែលយើងអាចចាប់ផ្ដើមធ្វើឲ្យខ្មែរយើងមើលអញ្ចឹងណាអញ្ចឹងកំឡុងពេលហ្នឹងធ្វើការបដាយើងធ្វើអានឹងបដាអូខេបាទ
ពេលហ្នឹងប្រហែលជាអាចនិយាយថាបងអាចសួរថាពេលហ្នឹង grow rate របស់កាកដាប្រហែលជាប៉ុន្មានដែរនិយាយថាយើងឃើញសន្ទុះនៃការ grow លឿនឬក៏ខ្លាំងប៉ុណ្ណាកាលហ្នឹងខ្ញុំសង្កេតឃើញថាបើធៀបមួយអ្វីដែលខ្ញុំធ្លាប់ធ្វើកាល2017និង2020ហ្នឹងគឺ2020ហ្នឹងលទ្ធផលបានលឿនជាងខ្ញុំគិតថាអាចមកដោយសារតាខ្ញុំធ្វើទម្លាប់ចាស់គឺខ្ញុំផុសជាប្រចាំហ្មងគឺយើងនិយាយទៅថា consistent ណារហូតរៀងដូចជាទម្លាប់រៀងរាល់ថ្ងៃចឹងហ្នឹងហើយអញ្ចឹងវាធ្វើឲ្យ page ខ្ញុំវាឡើងលឿនគួរសមអញ្ចឹងលឿនគួរសមដែរហ្នឹងហើយអាចនិយាយថាចំណាយឥឡូវបងសួរឲ្យ specific និយាយថាចំណាយពេលប៉ុន្មានទើបយើងចាំមកថា hit ទៅដល់ 100k ពេលហ្នឹង 100k ដោយសារមើលអាចថាដូចមិនដូចមិនដល់មួយឆ្នាំទេដែលខ្ញុំបាន 100k អត់ដល់ទេអូខេលឿនមែនតើចឹងបាទដូចជា7 8ខែអូខេលបាក់ហ្នឹងអូខេហ្នឹងហើយអញ្ចឹងឥឡូវមកដល់ឥឡូវអាចនិយាយថាឥឡូវครบ5ឆ្នាំទៅឥឡូវមកដល់ឥឡូវចូល5ឆ្នាំហើយ5ឆ្នាំហើយហ្នឹងហើយ5ឆ្នាំអញ្ចឹង5ឆ្នាំឥឡូវដូចជាតិចទៀតចិត្ត 500k ណា 500k ហ្នឹងហើយអញ្ចឹងជាមធ្យមមួយឆ្នាំថាចិត្ត 100k ហ្នឹងហើយអញ្ចឹងជាគំនិតឬក៏ថាជាការចែកម្លែកបទពិសោធន៍តងចំណុចហ្នឹងសក្តាយល់ថាអ្វីដែលជួយឲ្យសក្តា grow បានលឿនបែបនេះនៅក្នុងការផលិតមាតិកាតើតើនឹងការធ្វើមាតិកាអ្វីដែលខ្ញុំតែងតែអនុវត្តដែលធ្វើឲ្យ page យើងឡើងហ្នឹងគឺការធ្វើជាប្រចាំថ្ងៃដូចខ្ញុំលើកឡើងពីមុនអញ្ចឹងខ្ញុំតែងតែធ្វើវាឲ្យកើតជាទម្លាប់ដូចយើងព្រឹកឡើងយើងត្រូវតែងូតទឹកដុសធ្មេញអញ្ចឹងការធ្វើវីដេអូដូចគ្នាព្រឹកឡើងគឺថាធ្វើម៉េចឲ្យតែមានវីដេអូប៉ុន្តែមិនមែនថាធ្វើឲ្យតែបានទេយើងធ្វើថាដោយសារតែខ្ញុំធ្វើតាក់ទងនឹងចំណេះដឹងនៃទូរស័ព្ទវាទូទៅដែរអញ្ចឹងបញ្ហាណាដែលគេតែងតែជួបប្រទះឬក៏ចំណុចណាដែលមនុស្សគាត់ប្រើប្រាស់ច្រើនយើងដាក់អាហ្នឹងទៅវាត្រូវមួយអ្វីដែលគេចង់បានអញ្ចឹងណាប៉ុន្តែទន្ទឹមនឹងហ្នឹងក៏ខ្ញុំផ្ដោតទៅលើគុណភាពវីដេអូខ្ញុំដែរបាទអូខេអញ្ចឹងសម្រាប់សក្តាគឺយ៉ាងហោចណាក៏មួយថ្ងៃត្រូវមានមកវីដេអូដែរត្រូវមានវីដេអូឲ្យចេញទៅថាមានធ្លាប់មានថ្ងៃណាមួយអត់បានផុសទេធ្លាប់មានប៉ុន្តែតិចតួចមែនតើតិចតួចបាទតែពេលហ្នឹងដូចវាអត់បានផុសមានអារម្មណ៍ថាដូចអត់សនុកក្នុងខ្លួនអីបាទដោយសារតែយើងធ្វើរាល់ថ្ងៃពេលដែលយើងអត់បានផុសមានអារម្មណ៍ថាដូចយើងនៅអត់សក់ណាយើងចេះតែចង់ធ្វើដោយសារវាកើតជាទម្លាប់អូខេអញ្ចឹងអានេះមុននឹងយើងចាប់ផ្ដើមគឺយើងមានគេហៅថាយើងបង្កើតទម្លាប់នៃការផលិតហ្នឹងឲ្យបានទៀងទាត់បាទអាហ្នឹងមួយចុះនៅក្នុងការធ្វើវីដេអូរបស់យើងវិញតើយើងគិតទៅលើចំណុចអីខ្លះដើម្បីថាយើងធ្វើទៅឲ្យវីដេអូហ្នឹងមានការចាប់អារម្មណ៍យើងធ្វើទៅឲ្យមាននិយាយថាតាក់ចិត្តអ្នកមើលណាឲ្យគាត់ចូលចិត្តវីដេអូរបស់យើងសម្រាប់ចំណុចហ្នឹងនិយាយទៅគោលការណ៍របស់ខ្ញុំគឺវីដេអូរបស់ខ្ញុំកម្រធ្វើវែងណាចំណុចដែលខ្ញុំអាចធ្វើវីដេអូឡើងគឺខ្ញុំផ្ដោតទៅលើយ៉ាងច្រើន3នាទីឬក៏3នាទីចុះក្រោមហើយមួយទៀតខ្ញុំយកចំណុចសំខាន់នៃវីដេអូហ្នឹងមកដាក់ពីមុខបន្តិចដែរប៉ុន្តែមិនមែនខ្ញុំដាក់ជាប្រចាំទេចំណុចខ្លះក៏ខ្ញុំដកអាចត្រង់នឹងចេញដែរនៅពេលដែលខ្ញុំដាក់ទៅវាខ្លាចជាទម្លាប់ពេកអ្នកមើលគាត់អាចមានអារម្មណ៍ថាយើងដូចដដែល style នៃការធ្វើអញ្ចឹងពេលខ្លះខ្ញុំឆ្លាស់ខ្ញុំនិយាយពីខ្ញុំសុខចិត្តយកការនិយាយចំណុចសំខាន់ហ្នឹងខ្ញុំនិយាយតែខ្ញុំអង្គុយនិយាយហ្មងខ្ញុំអត់ញាត់ប្លង់នឹងចូលទេហើយមួយទៀតវីដេអូគឺធ្វើខ្លីហើយបើយើងអាចធ្វើ reel ត្រឹម1នាទីចុះក្រោមឯងកាន់តែល្អដោយសារតែខ្ញុំគិតថាបច្ចុប្បន្នមនុស្សគាត់រវល់ច្រើនអញ្ចឹងគាត់ហើយក្នុងនោះទន្ទឹមនឹងគាត់រវល់ហើយនៅលើបណ្ដាញសង្គមក៏មានអ្នកធ្វើផ្សេងទៀតច្រើនដែរអញ្ចឹងការដែលយើងធ្វើខ្លីវាចំណេញពេលគាត់មើលហើយត្រូវអ្វីដែលគាត់ចង់បានគេអញ្ចឹងសំណួរមួយទៀតដែលបងចង់សួរសក្តាថាព្រោះបងចាប់អារម្មណ៍មើលដែរសក្តាធ្វើវីដេអូថ្ងៃខ្លះអាចលោតដល់3ទៅ4ចង្កាមាន5ទៀតណាបាទហ្នឹងហើយអញ្ចឹងបងចង់សួរថាសក្តាធ្វើរបៀបម៉េចទើបយើងអាចធ្វើវីដេអូបានច្រើនបែបហ្នឹងក្នុងមួយថ្ងៃទូទៅបើយើងគិតថាបើយើងធ្វើជាធម្មតាយើងប្រកាសជាអស់កណិតក្នុងការធ្វើអីដោយសារតែយើងធ្វើច្រើនតែខ្ញុំភាគច្រើនគឺខ្ញុំស្រាវជ្រាវអ្វីដែលខ្ញុំធ្វើហ្នឹងនៅលើ Google
ឬក៏ creator បរទេសដែលគេធ្វើអញ្ចឹងណាហើយខ្ញុំយកមកច្នៃបន្ថែមខ្លួនឯងអញ្ចឹងខ្ញុំគិតថាចំណុចខ្លះដែលជាចំណាប់អារម្មណ៍អ្នកមើលគឺខ្ញុំធ្វើដាក់ចូលប៉ុន្តែអន្តឹមនឹងហ្នឹងដូចខ្ញុំបញ្ជាក់ខ្ញុំផ្ដោតទៅលើគុណភាពដែរខ្ញុំចង់ឲ្យវីដេអូរបស់ខ្ញុំស្អាតហើយក៏ធ្វើមកគឺត្រូវអ្វីដែលគេចង់បានគ្នាអញ្ចឹងបើថាច្រើនទូទៅយើងដាក់5តែបើថាយើងរវល់1ឬក៏2អីប៉ុណ្ណឹងទៅប៉ុន្តែមិនមែនថាផុសវីដេអូទាំងអស់ទេជួនកាលយើងផុសជារូបស្លឹកជួនកាលយើងផុសជាវីដេអូខ្លីឬក៏វែងអញ្ចឹងសងគ្នាអូខេប៉ុន្តែជាទូទៅបងចង់សួរដែរដូច creator គាត់មាន technique រៀងៗខ្លួនដូចខ្លះគាត់រត់មួយសាដូចថាក្នុងរយៈពេលមួយខែហ្នឹងមានថ្ងៃណាមួយគឺគាត់អង្គុយប្រមូលគំនិតទុកហ្មងហ្នឹងហើយដូចថាប្រមូល idea ទុកណាដូចថាក្នុងមួយខែហ្នឹងអានេះគឺជា topic ដែលខ្ញុំត្រូវធ្វើឬក៏ cover សក្តាធ្វើរបៀបហ្នឹងឬក៏ក្នុងមួយថ្ងៃសក្តារម្ដងហើយយើងធ្វើម្ដងឬក៏មិនដែរបើនិយាយថានិយាយទៅយើងធ្វើមួយថ្ងៃគិតមួយថ្ងៃធ្វើបដិញរហូតអូខេបន្ទាប់ពីខ្ញុំចេញវីដេអូហ្នឹងហើយខ្ញុំមានកំណត់ធ្វើអីផ្សេងទៀតអត់ឧទាហរណ៍ថាពេលខ្លះនៅពេលខ្ញុំធ្វើជាកន្លឹះទូរស័ព្ទហ្នឹងវាអាចជួនកាលដដែលខ្ញុំក៏នឹកឃើញធ្វើពី product អីមួយដែលខ្ញុំស្រឡាញ់ខ្ញុំធ្វើបង្ហាញគេអញ្ចឹងទៅអូខេបាទរបៀបអញ្ចឹងអូខេតែដល់ពេលសម្រាប់ការថតវិញឧទាហរណ៍ថាមួយថ្ងៃហ្នឹងយើងគិតថាយើងចេញ3វីដេអូហើយតែយើងថតម្ដងមួយឬក៏យើងថតម្ដងទាំង3ការថតដូចគ្នាដែរខ្ញុំថតមួយខ្ញុំគិតមួយអញ្ចឹងមានន័យថាខ្ញុំថតមួយនឹងហើយខ្ញុំសម្រាប់អង្គុយ edit វីដេអូនឹងហើយតមកទៀតយើង scroll មើលតាម creator បរទេសគាត់ធ្វើស្រាប់តែឃើញអីថ្មីយើងចាប់ផ្ដើមធ្វើទៀតដែរប៉ុន្តែពេលខ្លះក៏ខ្ញុំបាន record ទុកដែរភាគច្រើនខ្ញុំ record ពេលល្ងាចខ្ញុំ upload ពេលព្រឹកទូទៅគឺខ្ញុំ upload ពេលព្រឹកជាប្រចាំវាខ្លាយជាទម្លាប់ព្រឹកឡើងគឺឃើញវីដេអូខ្ញុំ load នៅលើហើយបាទអូខេអញ្ចឹងសម្រាប់សក្តានៅក្នុងរយៈពេល 4-5 ឆ្នាំដែលយើងចាប់ផ្ដើមផលិតមាតិកាសម្រាប់ខ្លួនឯង personal page ខ្លួនឯងអ្វីដែលសក្តាយល់ថាជាឧបសគ្គមួយដែលយើងធ្លាប់ជួបធំជាងគេនៅក្នុងការងារនឹងការងារជាអ្នកធ្វើវីដេអូឧបសគ្គដែលជួបសម្រាប់ខ្ញុំគឺដំបូងគេហ្មងគឺទី1គឺឧបករណ៍ការប្រើប្រាស់ហ្នឹងគឺយើងចំណាយច្រើននៅពេលយើងធ្វើវីដេអូហ្នឹងអញ្ចឹងទាំងកាមេរ៉ាទាំង microphone ទាំងពេលវេលាយើងចំណាយអញ្ចឹងពេលខ្លះនៅពេលយើងធ្វើទៅមិនសូវជាបានលទ្ធផលពេលខ្លះក៏យើងរៀងបាក់ទឹកចិត្តឬក៏អន់ចិត្តអីខ្លះដែរហើយមួយទៀតតាក់ទងនឹងបញ្ហាហិរញ្ញវត្ថុព្រោះដោយសារតែនៅពេលដែលយើងធ្វើវីដេអូมันប្រកាសថារៀងរាល់ខែគឺយើងបានចំណូលពីវារហូតទេដោយសារតែពេលខ្លះមាន brand ខ្លះគាត់ធ្វើមួយយើងពេលហ្នឹងប៉ុន្តែពេលក្រោយគាត់បានធ្វើអីចឹងទៅអញ្ចឹងខែខ្លះយើងត្រូវមានសកួរតុកដែរបាទហ្នឹងហើយអញ្ចឹងពេលហ្នឹងតាមដែលបងដឹងពេលដំបូងជំនាន់2020ហ្នឹងសក្តានៅធ្វើការនៅឡើយអញ្ចឹងធ្វើការហ្នឹងហើយដល់ពេលណាដែលសក្តាចាប់ផ្ដើមមក full time ហ្មងនៅពេលដែលខ្ញុំធ្វើការពេញម៉ោងជាអ្នកធ្វើវីដេអូខ្ទង់2023អូខេអញ្ចឹងខ្ញុំបានធ្វើ full time ហ្នឹង2ឆ្នាំហើយអូខេហ្នឹងហើយ2ឆ្នាំខ្ញុំប្រហែលគ្នាមួយបងដែរបាទតែពេលហ្នឹងអូខេបងចង់សួរថាអ្វីដែលអាចឲ្យយើងswitch មកធ្វើ full time បានដោយសារមូលហេតុដែលខ្ញុំចង់ធ្វើជាពេញម៉ោងមុននឹងខ្ញុំ load មក full time ហ្នឹងគឺកំឡុងពេលខ្ញុំធ្វើការគេហ្នឹងគឺខ្ញុំឆ្លៀតពេលតនេះខ្ញុំធ្វើវីដេអូដែលអ្វីដែលខ្ញុំស្រឡាញ់ដែរព្រោះតែពិតទៅការងារដែលខ្ញុំស្រឡាញ់គឺធ្វើវីដេអូហ្នឹងហ្មងព្រោះកាលខ្ញុំនៅរៀនក៏ខ្ញុំស្រឡាញ់ដូចគ្នាដែរត្រឡប់ទៅក្រៅវិញណាអញ្ចឹងហើយបើនិយាយថាជំនាញដែលខ្ញុំរើសហ្នឹងក៏វាអត់ត្រូវអ្វីដែលខ្ញុំកំពុងតែធ្វើដែរតែដោយសារតែប៉ុន្តែខ្ញុំគិតថាចំណុចមួយដែលខ្ញុំរើសត្រូវហ្នឹងខ្ញុំរើសអក្សរសាស្ត្រអង់គ្លេសអញ្ចឹងនៅពេលខ្ញុំរៀនចំណេះដឹងផ្នែកភាសាហ្នឹងវាអាចឲ្យខ្ញុំហ្នឹងមានពេលឬក៏មានចំណេះដឹងខ្លះទៅអានអត្ថបទជាភាសាអង់គ្លេសស្រាវជ្រាវបាទស្រាវជ្រាវបានទៅខ្ញុំអាចយកវាមកជាកម្រិតក្នុងការធ្វើវីដេអូនឹងឯងហើយត្រឡប់មកកាន់ដែលបងសួរថាមុននឹងខ្ញុំស្រេចចិត្ត
ចេញមកធ្វើហ្នឹងគឺខ្ញុំមានដើមទុនភ័យហ្នឹងវាដំណើរការដែលខ្ញុំគិតថាវាបានផលដែលខ្ញុំអាចសម្រាប់បានអញ្ចឹង អូខេ តែខ្ញុំអាចគិតថាខ្ញុំយកចំណូលពីវាបានហើយ អូខេបានន័យថាយើងទោះបីជាយើងអត់ធ្វើការក៏យើងនៅមានចំណូលពីដូចថា YouTube បរទេសរបស់យើងមួយ បាទ ហ្នឹងហើយអាចថា YouTube personal របស់យើងទៀត ហ្នឹងហើយបង ហើយនឹងអាចថាវា Facebook អីគូផ្សំអីចឹងទៀតទៅ សំតិចតួចហើយពី brand deal អីខ្លះ យេអញ្ចឹងនៅពេលហ្នឹងនិយាយមួយម៉ាត់ទៅគឺយើងមើលឃើញថាអូខេហិរញ្ញវត្ថុរបស់យើងគឺវារៀង លំនឹង គួរសម បាទ អូខេហ្នឹងហើយអញ្ចឹងសក្តាធ្វើវីដេអូច្រើនហ្នឹងហើយបងចង់សួរមួយចំនួនទៀតថាតើធ្លាប់មានអារម្មណ៍មួយថាដូចអ្នកខ្លះគេហៅថា burn out ហ្នឹងហើយធ្លាប់មានអារម្មណ៍នឹងអត់ឬក៏វាថាដូចហត់នឿយឬក៏សម្រាកចង់សម្រាកអីអត់ និយាយទៅអ្នកធ្វើវីដេអូភាគច្រើនមកកើតមានអារម្មណ៍ហ្នឹងហើយខ្ញុំក៏មានអារម្មណ៍ហ្នឹងដូចគ្នាដែរជាពិសេសពេលយើងធ្វើថាគំនិតវីដេអូដែលយើងធ្វើហ្នឹងយើងគិតថាអ្នកមើលគាត់ចូលចិត្តឬក៏គាត់ស្រឡាញ់វីដេអូហ្នឹងឯងប៉ុន្តែស្រាប់តែយើងអាប់ឡូតទៅអត់សូវមានអ្នកមើលអញ្ចឹងណាអញ្ចឹងមានអារម្មណ៍ថាពេលខ្លះបាក់ទឹកចិត្តអន់ចិត្តដែរប៉ុន្តែក៏មានគំនិតមួយទៀតដែលខ្ញុំតែងតែគិតថាវាមិនមែនថាគ្រប់វីដេអូដែលយើងធ្វើហ្នឹងវាត្រូវអ្នកទូទៅទាំងអស់គាត់មើលអញ្ចឹងយើងអាចថាដូចសម្លអញ្ចឹងអាចថាយើងដាក់តាម្ជូររហូតទេយើងត្រូវមានឆាយើងត្រូវមានអីផ្សេងទៀតដើម្បីឲ្យគាត់នេះអញ្ចឹងពេលណាដែលខ្ញុំរៀងburn out ខ្ញុំសម្រាកមួយថ្ងៃឬក៏ពីរបើខ្ញុំចាប់ដើមធ្វើទៀត អូខេពេលហ្នឹងគឺអត់មានវីដេអូដែរមានថាអត់មានថា poll រហូតទេ អូខេពេលហ្នឹងគឺយើងសម្រាប់អត់ធ្វើហ្មង បាទសម្រាប់ហ្មង អូខេប៉ុន្តែយើងទៅធ្វើអីដើម្បី recover មកវិញពេលហ្នឹង ទូទៅភាគច្រើនដែលតនេហ្នឹងគឺចូលចិត្តអូសទៅលើវីដេអូ creator បរទេសដែលខ្ញុំតែងតែធ្លាប់យកកំណត់ពីពួកគាត់ខ្លះយកមកធ្វើនឹងឯងហើយខ្ញុំចូលចិត្តមើលតាក់ទងនឹង tech ពី creator ដែលខ្ញុំចូលចិត្តបើខ្ញុំអាចលើកឡើងបានមក creator ខ្ញុំចូលចិត្តនៅបរទេសដែលគាត់ inspire ខ្ញុំណាដូចជា MKBHD ដូចជា Cherry Rig Everything Everything Apple Pro គឺសិតតែអ្នកដែលគាត់ inspire ខ្ញុំអញ្ចឹងតនេខ្ញុំតែមើលវីដេអូរបស់គាត់ការថតការអីចឹង អូខេហ្នឹងហើយប៉ុន្តែភាគច្រើនយើងមើលនៅលើ YouTube ណាមើលនៅលើ YouTube ដោយសារតែយើងអាចមើលជាទំហំច្បាស់បើមើល Facebook យើងមើលបានតែប្រឈម អូខេនិយាយតាក់ទងនៅកន្លែងហ្នឹងបងចង់និយាយមួយចំណុចដែរព្រោះបងមិនដឹងថាសក្តាមានអារម្មណ៍ដូចបងអត់ទេព្រោះបងមានអារម្មណ៍ថានៅពេលដែលយើងមើល YouTube យើងរៀង relax ជាងនៅពេលដែលយើងមើលFacebook ឬក៏ TikTok មានអារម្មណ៍ហ្នឹងអត់ខ្ញុំមានអារម្មណ៍ចឹងដែរហ្នឹងហើយដោយសារបើយើងនិយាយទៅ community នៅលើ YouTube ស្ងប់ស្ងាត់ដោយសារអីគេ post តែវីដេអូប៉ុន្តែនៅលើយើងមើលនៅលើ social media ដូចជា Facebook ឬក៏ TikTok ភាគច្រើន comment អីហ្នឹងវា load មកច្រើនឲ្យយើងឃើញទាំងការ share ដែលយើងគិតថាប្រភេទវីដេអូខ្លះដែលវាប៉ះពាល់អារម្មណ៍របស់យើងអញ្ចឹងវាធ្វើឲ្យយើងមើលទៅអារម្មណ៍យើងក៏អត់សូវសប្បាយចិត្តដែរដល់ពេលយើងឃើញ អូខេអញ្ចឹងបងសួរទៅមុខទៀតបើសិនជាសក្តាចាប់ផ្ដើមឡើងវិញតើវាមានចំណុចអីមួយដែលថាសក្តានឹងធ្វើខុសពីមុនដែលយើងធ្វើលើកមុនអត់បើខ្ញុំចាប់ផ្ដើមឡើងវិញខ្ញុំអាចគិតថាបើខ្ញុំចាប់ផ្ដើមពេលនេះហ្មងពេលដែលខ្ញុំយើងនិយាយថាចាប់ផ្ដើមពីពេលកំពុងតែខ្ញុំនិយាយនេះទៅខ្ញុំចាប់ផ្ដើមទីមួយដែលខ្ញុំគិតថាឧបសគ្គហើយនឹងការទម្លាប់ដែលយើងធ្វើខុសពីមុនគឺតាក់ទងនឹងរបស់ដែលយើងប្រើហ្នឹងហ្មងព្រោះដោយសារតែខ្ញុំគិតថាឥឡូវចំនួនអ្នកធ្វើវីដេអូកាន់តែកើនឡើង creator កាន់តែកើនឡើងអញ្ចឹងយ៉ាងអន់ណាស់ក៏គាត់ត្រូវមានកាមេរ៉ាត្រូវមានទូរស័ព្ទ smartphone មួយដែលថតបានកម្រិតមួយគួរសមដែរណាហើយនឹងមីក្រូហ្វូនសម្រាប់ស្រូបសំឡេងអីចឹងទៅអញ្ចឹងទីមួយអាចឧបសគ្គទៅលើរបស់ដែលយើងកាន់ប្រើនឹងតែម្ដងសារតម្លៃលើវាថ្លៃដែរអញ្ចឹងអូខេតែកណ្ដាលនឹងថាគិតថាឥឡូវយើងនឹងប្រើឧបករណ៍បើថាយើងចាប់តាមឥឡូវយើងអាចមិនរកឧបករណ៍ដែលគួរសមជាងមុនឬក៏មិនអាចខ្ញុំគិតថាអាចយ៉ាងអន់ហ្នឹងក៏យើងមានទូរស័ព្ទមួយដែលថតក្នុងកម្រិត
4K ដែរព្រោះសារកាលណាយើងមានទូរស័ព្ទមួយថតត្រឹមតែ18ហើយយើងយកទៅ upload ទីវាប្រកាសជាធ្លាក់គុណភាពអញ្ចឹងយ៉ាងអត់គាត់មានទូរស័ព្ទមួយដែលអាចថតបាន 4K គួរសមតម្លៃ 3-400 អីចឹងទៅ microphone យ៉ាងអត់ណាក៏យើងចំណាយទៅលើវា100ឯដែរយើងអាចថាយើងចាប់ផ្ដើមដល់យើងអត់មានអីសោះដូចពីជំនាន់មុនក៏ពិបាកដែរដោយសារអីឥឡូវដូចខ្ញុំបញ្ជាក់អញ្ចឹងអ្នកធ្វើវីដេអូច្រើនទៅអញ្ចឹងបើកាលណាយើងគណិតនៃការធ្វើវីដេអូមាតិកាហ្នឹងវាផ្នែកមួយឯប៉ុន្តែឧបករណ៍នៃការប្រើប្រាស់ហ្នឹងក៏វាជាផ្នែកមួយគួរផ្សំក្នុងពេលបច្ចុប្បន្នដែរយើងអាចថាគេដល់ឆ្នាំ2020យើងនៅតែប្រើផលិតផលឆ្នាំ2010ទៀតដែរហើយ5មិនអាចប្រើ2010អីចឹងណាអូខេហ្នឹងហើយអាហ្នឹងនិយាយពីឧបករណ៍ចុះបើយើងនិយាយពីយុទ្ធសាស្ត្រវិញតើវាអាចមានអីខុសគ្នាអត់ឬក៏វាសម្រាប់ខ្ញុំយុទ្ធសាស្ត្រគឺនៅដដែលខ្ញុំ consistent រៀងរាល់ប្រចាំថ្ងៃហ្មងព្រោះដូចខ្ញុំបញ្ជាក់អញ្ចឹងបើយើងធ្វើវីដេអូមួយខែយើងផុសពីរប្រកាសជាគេភ្លេចមុខយើងហើយក៏វីដេអូយើងក៏វាអត់ឡូតនៅលើ new feed របស់គេដែរហ្នឹងហើយឥឡូវបងភ្លេចសួរព្រោះដោយសារសក្តាមាន channel បរទេសហើយមាន channel ខ្មែរខ្លួនឯងទៀតតើយើងធ្វើព្រោះថ្ងៃគឺនៅធ្វើទាំងពីរនឹងដំណើរគ្នាឬក៏ខ្ញុំនៅតែធ្វើដំណើរគ្នាដោយសារតាប្រភេទ content ដែលខ្ញុំធ្វើហ្នឹងបរទេសនិងខ្មែរហ្នឹងគឺប្រភេទ content តែមួយគ្រាន់តែមួយជាភាសាបរទេសមួយទៀតជាភាសាខ្មែរហើយ content ដែលខ្ញុំធ្វើហ្នឹងគឺកលឹះទូរស័ព្ទហ្នឹងវានៅតែដូចគ្នាអញ្ចឹងខ្ញុំធ្វើវាដំណើរគ្នាគេថាប្រធានបទតែមួយប៉ុន្តែយើងថត2 version ហ្នឹងបាទ2 version ផ្សេងគ្នាអូខេហ្នឹងហើយចាហ្នឹងជា technique មួយរបស់យើងដែរដែលថាយើងអាចចំណាយពេលតិចឬក៏ចំណាយពេលដែលយើងមានធ្វើបានច្រើនហ្នឹងហើយអូខេអញ្ចឹងតទៅមកទៀតបងចង់សួរពីគំនិតឬក៏យោបល់របស់កក្កដាតើកក្កដាយល់ឃើញថាវិស័យយើងហៅថា content creator អញ្ចឹងចុះកក្កដាយល់ថាវាជាអាជីពមួយដែលល្អអត់សម្រាប់ទីផ្សារនៅក្នុងស្រុកយើងនៅក្នុងទីផ្សារស្រុកយើងខ្ញុំគិតថាពេលបច្ចុប្បន្នវាអាចយើងអាចនិយាយបានថារៀងប្រកួតប្រជែងគ្នាបន្តិចប៉ុន្តែវាជាការងារមួយដែលល្អសម្រាប់បើគិតទៅសម្រាប់អ្នកដែលគាត់ចង់ម្ចាស់ការខ្លួនឯងchứដូចខ្ញុំធ្វើពីមុនមកគឺគោលបំណងរបស់ខ្ញុំគឺខ្ញុំចង់ធ្វើការឯករាជ្យម្ចាស់ការលើខ្លួនឯងអាចរកចំណូលបានខ្លួនឯងហើយយើងមានសេរីភាពក្នុងការបើយើងនិយាយអាក្រក់ស្ដាប់ថាក្នុងការដើរហើរអញ្ចឹងយើងចង់ទៅណាសម្រាប់ពេលណាក៏បានដែរហើយសំខាន់តែយើងមានវីដេអូបង្ហោះទុកលើនឹងហើយយើងមានពេលសម្រាប់បានអញ្ចឹងគាត់ថាពេលដែលយើងធ្វើយើងត្រូវមានចំណូលមិនមែនតាយើងយកតា sponsorship តែមួយទេយើងគួរតាគិតទៅលើចំណូលដទៃទៀតយើងអាច creator ខ្លះគាត់អាចធ្វើវីដេអូផងក៏គាត់មានជាចំនួនអីមួយទៀតអញ្ចឹងណាបងចំនួនហ្នឹងមានន័យថាចំនួននៅលើ social media ដូចគ្នាអញ្ចឹងគាត់អាចរកបានច្រើនផ្លូវហើយឬក៏ monetize នៅលើវីដេអូរបស់យើងចឹងក៏ជាចំណុចមួយដែលសំខាន់ដែរទោះបានតិចបានច្រើនប៉ុន្តែវាជាចំណូលដែលគ្រប់និរន្តរ៍រហូតបាទអូខេបងនឹកឃើញនៅករណីមួយបងចង់លើកករណីហ្នឹងមកសួរកក្កដាដែរហ្នឹងហើយអានេះបងឃើញមានបងប្អូនប្រុសម្នាក់ដែលគាត់ធ្វើ content ហ្នឹងហើយប៉ុន្តែអានេះយើងនិយាយជាទូទៅមកចុះវាអាចនឹងកើតឡើងសម្រាប់មនុស្សជាច្រើនដែរខ្ញុំឃើញគាត់ធ្វើ content អាចនិយាយថា content គាត់មានចំណេះដឹងល្អមានការចែកម្លែកហ្នឹងគឺល្អហើយមានគេហៅថាប្រធានបទរបស់គាត់consistent អីរបស់គាត់ហ្នឹងគឺល្អហើយប៉ុន្តែgrow rate គាត់អត់ល្អហ្នឹងហើយបានន័យថាគាត់ធ្វើ content ខ្ញុំតាមដានមើលទៅរៀងយូរដែរប៉ុន្តែអាចនិយាយថានិយាយចំមក follower គាត់អត់សូវកើនច្រើននេះហ្នឹងហើយប៉ុន្តែខ្ញុំមើលឃើញថាវានៅក្នុងវាអាចតាក់ទងទៅនឹងប្រធានបទមួយដែលថាប្រធានបទហ្នឹងគឺវាក្តោបសម្រាប់តែមនុស្សមួយក្រុមតូចហ្នឹងហើយមួយទៀតគាត់ជាអាចនិយាយថាអានេះបងនិយាយពីការវិភាគរបស់បងហ្នឹងហើយបងមើលឃើញថាមួយទៀតវាអាចថាគាត់ជាមើលទៅគាត់រៀងក្មេងប៉ុន្តែគាត់និយាយប្រធានបទហ្នឹងដែលថាវារៀង advance វារៀង technical អញ្ចឹង
វាអាចថាអូអ្នកខ្លះគាត់រៀងស៊ីនញាដែរឬអីចឹងពេលខ្លះវាអាចនឹងថាគេអត់សូវយីមើលទីថាក្មេងៗនិយាយអីចឹងចឹងបងចង់សួរកន្លែងហ្នឹងទៅសក្តាថាតើបើសិនជាជាងជួបករណីបែបហ្នឹងបើសិនជាសក្តាផ្ទាល់សក្តានឹងធ្វើបែបម៉េចឬក៏មានយុទ្ធសាស្ត្របែបម៉េចដើម្បីគិតថាអាចឲ្យគាត់ grow បានតាមពិតទៅវាមានករណីច្រើនហ្មងនៅពេលដែលគាត់ធ្វើវីដេអូហ្នឹងតើគាត់ធ្វើហ្នឹងគាត់ផ្ដោតទៅលើអីដែរឥឡូវខ្ញុំឧទាហរណ៍មួយនៅពេលដែលខ្ញុំធ្វើវីដេអូប្រភេទ content ដូចខ្ញុំហ្នឹងមានខ្ញុំសង្កេតឃើញម្នាក់ហ្នឹងគឺគាត់ធ្វើដូចខ្ញុំដែរប្រភេទ content ដូចគ្នាប៉ុន្តែគោលដៅរបស់គាត់គឺគាត់ផ្ដោតទៅលើអ្នកដែលមិនចេះសោះតែម្ដងមានន័យថាទៅលើកលឹះទូរស័ព្ទហ្នឹងគឺគាត់មនុស្សចាស់និយាយទៅថាមនុស្សចាស់ហ្មងណាគាត់អត់ចេះក្នុងការប្រើប្រាស់អីចឹងទៅការបង្ហាញរបស់គាត់គឺក៏លក្ខណៈបែបមនុស្សចាស់ដែរគាត់និយាយមួយគាត់ធ្វើបង្ហាញសាមញ្ញហ្មងដោយប្រើប្រាស់ជាភាសាជាតិអីជាដើមបាទអញ្ចឹងទៅលើ content ដែលដូចបងលើកឡើងដែលគាត់ធ្វើហ្នឹងអាចករណីច្រើនជួនកាលគាត់ធ្វើទៅគាត់អត់តន់ស្គាល់ទិសដៅអ្នកមើលរបស់គាត់អតិថិជនដែលមើលវីដេអូរបស់គាត់ហ្នឹងថាអ្នកនៅក្នុងហ្នឹងគឺជាប្រភេទមនុស្សបែបណាខ្លះអញ្ចឹងណាអញ្ចឹងដូចខ្ញុំឧទាហរណ៍ថាខ្ញុំធ្វើពីចំណុចមួយនៅលើ Facebook ដែលយើងប្រើប្រាស់ប្រចាំថ្ងៃអញ្ចឹងបើគាត់ណាមនុស្សទូទៅគឺគាត់ឃើញហើយដោយសារតែក្នុងស្រុករបស់យើងអ្នកដែលប្រើប្រាស់ Facebook វាចូល10លានជាងហើយប៉ុន្តែបើ content ដែលខ្ញុំធ្វើដដែលហ្នឹងបើខ្ញុំយកទៅដាក់នៅក្នុង Instagram ប្រកាសជាអត់មានអ្នកមើលទេដោយសារតែ Instagram គឺជាបណ្ដុំមនុស្សដែលគាត់បែបបើយើងនិយាយទៅអ្នកដែលគាត់មានជីវភាពធូរធារគាត់ប្រើប្រាស់ក្នុងផ្លូវផ្សេងមានន័យថាគាត់ប្រើក្នុងការផុសរូបផុសអីជាដើមអញ្ចឹងវីដេអូប្រកាសជាមិនសូវជាដំណើរការនៅលើហ្នឹងទេអញ្ចឹងនៅពេលដែលយើងធ្វើយើងមើលទិសដៅរបស់យើងហើយនឹងអ្នកមើលរបស់យើងហើយប្រភេទវីដេអូដែលយើងធ្វើហ្នឹងវាត្រូវមួយអ្នកមើលនឹងអត់អញ្ចឹងគាត់ត្រូវកែប្រែចំណុចទាំងអស់ហ្នឹងបាទហ្នឹងហើយនិយាយទៅអានេះគឺបងបើសិនជាបងឯងព្រោះនិយាយទៅវាអត់មានខុសមានត្រូវទេដូចបើសិនជាវាកើតឡើងចំពោះបងវាមានជំរើសមួយដែលថាអូខ្ញុំចង់ធ្វើវីដេអូតាក់ទងនឹងប្រធានបទហ្នឹងអញ្ចឹងខ្ញុំអត់ខ្វល់ថាវា work ឬក៏អត់វា grow ឬក៏អត់ទេប៉ុន្តែវាជាប្រធានបទមួយដែលខ្ញុំចង់ធ្វើអាហ្នឹងយើងទទួលយកលទ្ធផលតាមហ្នឹងណាប៉ុន្តែបើសិនជាអ្វីដែលយើងចង់បានគឺជា grow rate ឬក៏អាចនិយាយថាជាការលូតលាស់មួយនៅក្នុងវិស័យផលិតមាតិកាហ្នឹងអញ្ចឹងគឺសម្រាប់បងដំបូងមានទី1គឺយើងមើលទៅលើប្រធានបទដែលយើងធ្វើឡើងវិញមុនគេហ្នឹងហើយតើប្រធានបទដែលយើងធ្វើវាសម្រាប់មនុស្សមួយក្រុមតូចឬសម្រាប់មនុស្សមួយក្រុមធំហ្នឹងហើយវាដូចជាយើងលក់ផលិតផលអញ្ចឹងផលិតផលយើងបើថាគេលក់សាប៊ូដោះខ្លួនគេលក់ឲ្យមនុស្សគ្រប់គ្នាបានទេតែបើយើងលក់ឧទាហរណ៍វ៉ែនតាឬក៏អីអញ្ចឹងវ៉ែនតាវាមិនគ្រប់គ្នាពាក់វ៉ែនតាទេហ្នឹងហើយវាដូចគ្នាអញ្ចឹងដែរអញ្ចឹងអាហ្នឹងគឺជាដំបូងមានទី1ហើយទី2អាចដូចអ្វីដែលសក្តានិយាយចឹងយើងមើលទៅលើអ្នកណាជាអ្នកមើលរបស់យើងទៅជន់គោលដៅយើងហ្នឹងហើយចានេះកន្លែងចំណុចហ្នឹងមួយដែលសារខ្ញុំនឹកឃើញក៏លើកយកមកជជែកជាមួយសក្តាទៅហ្នឹងហើយអញ្ចឹងមួយទៀតដែលបងចង់សួរសក្តាដែរសម្រាប់អ្នកដែលគាត់ចាប់ផ្ដើមថ្មីតើសក្តាយល់ថា platform ឬក៏ social media មួយណាដែលគាត់គួរផ្ដោតទៅលើហើយតើplatform នីមួយៗហ្នឹងសក្តាយល់ថាវាខុសគ្នាបែបម៉េចខ្លះបើនៅពេលដែលគាត់ចាប់ផ្ដើមក្នុងពេលបច្ចុប្បន្នខ្ញុំគិតថាបើយើងនិយាយនៅលើបណ្ដាញសង្គមបច្ចុប្បន្នដែលយើងប្រើនៅស្រុកយើងណាអញ្ចឹងយើងមាន Instagram យើងមាន Facebook យើងមាន TikTok ហើយនិង YouTube អញ្ចឹងបើសម្រាប់អ្នកដែលគាត់ចង់ធ្វើឲ្យខ្ញុំគិតថា viral ចំណេញពេលខ្លីមានតែកម្មវិធី TikTok ហ្នឹងឯងដោយសារបើខ្ញុំធ្លាប់ធ្វើហ្នឹងគឺវាបានផលនៅលើហ្នឹងពេលខ្ញុំធ្វើវីដេអូខ្លី TikTok ដើរលឿនហើយបន្តមកទៀតFacebook អញ្ចឹងបើយើងពីរហ្នឹងយើងចាប់ផ្ដើមមួយណាមុនក៏បានដែរព្រោះខ្ញុំគិតថាបច្ចុប្បន្ន platform ទាំងពីរហ្នឹងគឺសុទ្ធតែដំណើរការ grow ឡើងលឿនដូចគ្នាទាំង Facebook ទាំង TikTok ប៉ុន្តែបើយើងជាអ្នកធ្វើវីដេអូបែបយើងចង់បានជាគុណភាពវីដេអូមួយដែលអ្នកមើលគាត់អាចយកជាចំណេះដឹងវីដេអូប្រភេទវែងណាអញ្ចឹងបើវែងខ្ញុំគិតថាគាត់គួរតែដាក់ទៅលើ YouTube សារតែ YouTube ភាគច្រើន
គេចូលចិត្តមើលវីដេអូបែបវែងដូចដំណើរកម្សាន្តឬក៏ការនិយាយសាច់រឿងឬក៏ជាចំណេះដឹងទូទៅហ្មងណាដែលមនុស្សគ្រប់គ្នាគាត់អាចរៀនបានឬក៏កូនក្មេងក៏គាត់អាចរៀនបានអញ្ចឹងយើងអាចចាប់លើ YouTube បានហ្នឹងហើយកន្លងមកបងចង់សួរដែរសក្តាដែលប្រើយុទ្ធសាស្ត្រមួយដែលថាយើងប្រើ TikTok របស់យើងឬក៏ប្រើ Facebook របស់យើងដើម្បីទាញ traffic ទៅ YouTube ឯងបើខ្ញុំធ្លាប់នៅពេលខ្ញុំចាប់ផ្ដើមដំបូងប៉ុន្តែនៅពេលប្រហែលជាថា5 6ខែក្រោយមកគឺខ្ញុំបោះបង់ការធ្វើបែបហ្នឹងដោយសារតែខ្ញុំគិតថាវាធ្វើឲ្យស្មុគស្មាញនៅលើ caption របស់យើងហើយមួយទៀតក៏វាអាចប៉ះពាល់ទៅលើគោលការណ៍មួយចំនួននៃ Facebook អីដែរអញ្ចឹងខ្ញុំកម្រដាក់ទាញគ្នាគាត់ថានៅលើ bio profile នៃ Facebook របស់ខ្ញុំគឺខ្ញុំដាក់ link ទៅកាន់ platform ទាំងអស់ហ្នឹងជាធម្មតាអញ្ចឹងទៅអញ្ចឹងអ្នកខ្លះគាត់អាចមើល page គាត់ទៅរាវរ YouTube គាត់រាវពីហ្នឹងវិញអញ្ចឹងខ្ញុំដកការដាក់បែបហ្នឹងចេញហ្នឹងហើយអូខេយល់និយាយទៅនិយាយរឿង platform នេះបើសិនជាបងគិតវិញបងគិតថាបើអ្នកដែលចង់ធ្វើមាតិកា full time ណាគឺយូរអញ្ឆាប់ឯងគាត់ត្រូវធ្វើទាំងអស់បាទគឺត្រូវធ្វើទាំងហ្នឹងហើយព្រោះដូចដើម្បីឲ្យអ្នកផលិតមាតិកាទី1បើយើងនិយាយពី YouTube លក្ខណៈពិសេសរបស់ YouTube គឺគេហៅថាវា official monetization ណាឥឡូវហ្នឹងហើយអញ្ចឹងបានន័យថាបើសិនជា YouTube channel របស់យើងដែរយើងមាន passive income អីចឹងទៅបាទអញ្ចឹងដូចឧទាហរណ៍ដូចបងគិតថាកត្តាមួយដែលអាចឲ្យសក្តា switch មក full time បានហ្នឹងក៏បងគិតថា YouTube ក៏ជាផ្នែកមួយសំខាន់ដែរផ្នែកមួយសំខាន់ហ្នឹងហើយដែលថាអាចផ្ដល់ចំណូលឲ្យយើងបានអីចឹងណាហ្នឹងហើយអញ្ចឹងហ្នឹងអាហ្នឹងជាគំនិតសម្រាប់អ្នកនរគ្នាហើយសម្រាប់ Facebook ហើយ TikTok វាមិន official ទេលុះត្រាតែអ្នកលេងផ្លូវកាត់អីចឹងទៅវាអាចរកចំណូលបានហើយយ៉ាងណាមិញប៉ុន្តែលក្ខណៈពិសេសរបស់វាគឺវាអាចឲ្យយើង grow បានលឿនហ្នឹងហើយអាចគេស្គាល់យើងលឿនហ្នឹងហើយសម្រាប់ YouTube បងចង់សួរបន្ថែមសក្តាយល់ថាជាមធ្យមវាអាចនឹងចំណាយពេលប៉ុន្មានដើម្បីឲ្យ channel ហ្នឹងចាប់ផ្ដើមលូតលាស់បានល្អខ្ញុំគិតថាបើយើងធ្វើនៅលើ YouTube ពេលបច្ចុប្បន្នប្រភេទ content ដែលខ្ញុំធ្វើហ្មងណាបើដាក់នៅលើ YouTube គឺអត់មានអ្នកមើលហ្មងដោយសារតែវីដេអូដែលអ្នកមើលនៅលើ YouTube ខុសគ្នាពីអ្នកមើលនៅលើ Facebook អញ្ចឹងបើយើងដាក់នៅលើ Facebook ហើយនឹងដូចគ្នាហើយយកទៅដាក់លើ YouTube គឺចំណាយពេលយូរអញ្ចឹងបើយើងធ្វើទូទៅតាក់ទងនឹងវីដេអូដែលធ្វើហ្នឹងលើ YouTube ចំណាយពេលយូរជាងសម្រាប់ខ្ញុំបទពិសោធន៍ដែលខ្ញុំធ្លាប់ធ្វើចំណាយពេលយូរចូលចិត្តមួយឆ្នាំជាងអីអត់តន់ចង់ឃើញផលបង Subscribe ឡើងយឺតមែនទែនដោយសារតែកំឡុងពេលខ្ញុំធ្វើនៅលើ YouTube ហ្នឹងវាមានប្រភេទ content ដែលធ្វើទៅវាឡើងប៉ុន្តែបើយើងដាក់អីផ្សេងទៀតអត់ឡើងតែបើយើងដាក់ content បែបដែលវីដេអូវែងដែលគេមើលទៅត្រូវគោលដៅអ្នកមើលហ្នឹងហ្មងគឺ Subscribe ឡើងលឿនណាជួនកាលខ្ញុំបង្ហោះតែមួយវីដេអូក៏ទាញបាន 400-500 Subscribe ដែរប៉ុន្តែតតែ content វាត្រូវមួយអ្នកមើលហ្នឹងអញ្ចឹងដូចនិយាយពីមុនអញ្ចឹងគឺប្រភេទវីដេអូវែងហ្មងដូចជាគេចូលចិត្តការបញ្យល់នៅលើហ្នឹងហ្មងតែបើខ្ញុំធ្វើនៅលើ Facebook គេមិនសូវស្ដាប់ការបញ្យល់របស់យើងទេគឺគេមើលយកទៅចំណុចណាដែលគេត្រូវការតែប៉ុណ្្នឹងឯងអញ្ចឹងគេអាសាអូបើនិយាយទៅគេថា skip ហ្នឹងមែនគេអាសា skip វីដេអូយើងអូខេសំណួរបន្ទាប់បងចង់សួរដែរថាអ្វីដែលសក្តាគិតថាជាគេហៅថាការយល់ខុសមួយបើថាឧទាហរណ៍ដូចមុនដែលយើងចូលមកប្រឡូកក្នុងវិស័យហ្នឹងតែដល់ពេលដែលយើងចូលមកវាមិនមែនអញ្ចឹងតែអាហ្នឹងសក្តាធ្លាប់មានហ្នឹងតកតូនអារម្មណ៍ដែលយើងមុនចាប់ផ្ដើមហ្មងឬក៏ហ្នឹងហើយរបៀបថាយើងពេលដែលយើងមិនទាន់ចូលមកក្នុងវិស័យនឹងពេញលេញយើងអត់ដឹងថាវាអញ្ចឹងទេតែដល់ពេលយើងចូលមកទៅយើងដឹងថាវាអញ្ចឹងតាមពិតទៅពេលដែលយើងណាមួយសម្រាប់ខ្ញុំពេលដែលខ្ញុំធ្វើពេលយើងធ្វើដំបូងយើងផ្ដោតទៅលើមូលដ្ឋានហ្មងដែលអារម្មណ៍ដែលខ្ញុំធ្វើដំបូងខ្ញុំផ្ដោតទៅលើការយកចំណូលពីផ្ទាំងពាណិជ្ជកម្មនៅលើវីដេអូហ្មងប៉ុន្តែនៅពេលដែលខ្ញុំចូលមកកាន់ធ្វើនឹងជាប់លាប់ហ្មង full time ស្រាប់តែខ្ញុំមានអារម្មណ៍ថាពេលធ្វើទៅស្រាប់តែមានប្រភពចំណូលបានកើនដោយសារតែយើងមាន brand deal ឬក៏ sponsorship អីមួយចំនួនអញ្ចឹងណា
អញ្ចឹងអារម្មណ៍ហ្នឹងខ្ញុំគិតថាត្បូងខ្ញុំគិតថាវាអត់អាចជាការងារមួយដែលខ្ញុំគិតថាវាបានយូរទៅមុខអញ្ចឹងណាដោយសារតែយើងស្រឡាញ់ព្រោះពេលខ្លះมันប្រកាសថាការស្រឡាញ់របស់យើងហ្នឹងវាហុចផលដែរតែពេលដែលខ្ញុំចូលធ្វើហើយខ្ញុំទទួលបានលទ្ធផលហើយខ្ញុំគិតថាខ្ញុំបន្តធ្វើវាទៀតប៉ុន្តែទន្ទឹមនឹងហ្នឹងក៏ពេលខ្លះខ្ញុំខ្លាចដែរដោយសារនៅពេលដែលយើងទៅមុខទៀតយើងអត់ដឹងថាអ្វីដែលយើងធ្វើហ្នឹងវានៅតែបន្តបានរហូតអត់ប្រហែលឆ្នាំទៅមុខទៀតទេព្រោះយើងអាចដឹងពីអនាគតអញ្ចឹងខ្ញុំតែងតែកំឡុងពេលដែលខ្ញុំធ្វើហ្នឹងបច្ចុប្បន្នហ្នឹងក៏ខ្ញុំនៅតែគិតថាខ្ញុំអាចមានជាអីមួយដែលក្រៅពីការធ្វើវីដេអូហ្នឹងដើម្បីវាជួយចំណូលរបស់យើងអញ្ចឹងណាហ្នឹងហើយអញ្ចឹងអារម្មណ៍ពីរហ្នឹងវាពិបាកបែងចែកដែរប៉ុន្តែនៅតែបន្តធ្វើវាអញ្ចឹងដោយសារតែខ្ញុំស្រឡាញ់ផ្នែកហ្នឹងបាទអូខេអរគុណច្រើនសក្តាមុននឹងបញ្ចប់អេពីសូតរបស់យើងមានអ្វីដែលសក្តាចង់ផ្ដល់ជាដំបូន្មានឬក៏អីសម្រាប់បងប្អូនដែលគាត់ចង់ចាប់ដើមផលិតមាតិកាសម្រាប់ខ្ញុំសម្រាប់អ្នកដែលគាត់ចង់ធ្វើវីដេអូដំបូងថ្មីថ្មោងក្នុងការចាប់ផ្ដើមហ្នឹងពីខ្ញុំទៅគឺកុំធ្វើនៅតាមទីផ្សារនៃការធ្វើវីដេអូយើងធ្វើអ្វីដែលយើងស្រឡាញ់ហើយយើងនឹងបន្តធ្វើវាហើយដល់ខ្ញុំក៏តែងតែនិយាយពាក្យហ្នឹងនៅក្នុង Facebook របស់ខ្ញុំដែរដោយសារអីដោយសារតែអ្វីដែលខ្ញុំស្រឡាញ់នឹងឯងបើទោះបីជាបានចំណូលតិចក៏ដោយតែខ្ញុំនៅតែបន្តធ្វើវាដល់រយៈពេល8ឆ្នាំហើយខ្ញុំនៅតែធ្វើវារហូតបើទោះបីដំបូងដែលខ្ញុំចាប់ដើមមកភ្លាមហ្នឹងគឺខ្ញុំបានតិចមែនតើខ្ញុំគិតថាវាមិនអាចខ្លាចជាការងារទេប៉ុន្តែដោយសារចិត្តដែលយើងស្រឡាញ់ហ្នឹងវាធ្វើឲ្យបណ្ដាលឲ្យចិត្តយើងហ្នឹងគឺចាប់ដើមអញ្ចឹង content ដែលយើងរើសគឺយើងរើសអាណាដែលយើងស្រឡាញ់ហ្មងដូចយើងធ្វើការងារដែលយើងស្រឡាញ់យើងខំធ្វើបណ្ដាយើងធ្វើដោយពេញដៃពេញជើងណាយើងអត់បោះបង់វាអញ្ចឹងខ្ញុំគិតថាអ្នកធ្វើវីដេអូដំបូងអាចយកចំណុចហ្នឹងពិចារណាហើយគាត់ជាចំណេះដឹងមួយសម្រាប់គាត់ចាប់ផ្ដើមបាទហ្នឹងហើយហ្នឹងហើយបងចង់បន្ថែមតិចចុះកន្លែងហ្នឹងអ្វីដែលបងចង់និយាយហ្នឹងគឺយើងកុំគិតថាចាំរហូតដល់ពេលដែលយើងមានអារម្មណ៍ថាយើង ធ្វើពេលដែលយើង ready មាននិយាយទៅធ្វើពេលដែលយើងមាននឹងធ្វើហ្មងហ្នឹងហើយមានអីធ្វើពីហ្នឹងទៅហ្មងហ្នឹងហើយមានអីធ្វើចាប់ផ្ដើមវាអ្វីដែលយើងមានមកហ្នឹងហើយព្រោះតាមបទពិសោធន៍កន្លងមកគឺយើងអត់ដែលមានអារម្មណ៍មួយថាយើង ready ទេពេលដែលសក្តាចាប់ផ្ដើមធ្វើវីដេអូដំបូងគិតថាខ្លួនឯង ready អត់និយាយទៅអត់ហ្មងធ្វើគឺធ្វើតាំងកំរោលហ្មងហ្នឹងហើយនិយាយថាធ្វើម៉េចឲ្យចេញឲ្យតែមានវីដេអូធ្វើហ្មងហ្នឹងហើយហើយគុណភាពចាំយើងអាប់ដេតតាមក្រោយគុណភាពតាមក្រោយម្ដងតិចអូខេអញ្ចឹងអរគុណមែនតើសក្តាសម្រាប់ការចូលរួមថ្ងៃនេះហ្នឹងហើយបងគិតថាទស្សនិកជនប្រិយមិត្តរបស់យើងគឺគាត់ទទួលបាននៅគំនិតក៏ដូចជាបទពិសោធន៍ល្អៗមែនតើសម្រាប់អេពីសូតនេះហ្នឹងហើយកុំភ្លេចចុច like ចុច share ដើម្បីចែករំលែកទៅដល់មិត្តភ័ក្តិក៏ដូចជាបងប្អូនរបស់យើងឲ្យគាត់ទទួលបាននៅចំណេះដឹងល្អៗនេះផងដែរជាងគណៈពេលនេះយើងតែពីរនាក់អរគុណអ្នកនរគ្នាដែលបានតាមដានអេពីសូតនេះហើយយើងសូមគោរពលាយើងនឹងជួបគ្នាម្ដងទៀតនៅអេពីសូតក្រោយ